យោសួស្តីអ្នកគ្នាខ្ញុំរូបវាខ្ញុំបានជួបគ្នាម្ដងទៀតហើយជាមួយនឹងរឿងចង់ធ្វើជាទូអីប៉ុន្តែការជាទូចិត្តក៏ដែលនេះត្រូវជាវគ្គទី4របស់វាហើយមុនចូលដល់ទៅរឿងរបស់យើងខ្ញុំក៏សូមអរគុណទៅដល់បងទាំង6នាក់នេះដែលគាត់បាន donate រួយមកឲ្យខ្ញុំសូមយ៉ាងលឿនៗតិចហ្មងទៅបញ្ញាប់ចូលសាច់រឿងរបស់យើងបងស៊ីណាវ៉ៃសេនចែមីចំនួន2000រៀលបងពុនរើចំនួន500រៀលអ្នកទី4សម្បត្តិហើយសម្បត្តិដែលគាត់ក៏បានឲ្យខ្ញុំចំនួន200រៀលអ្នកទី5បងក្តីចំនួន1000រៀលអ្នកទី6គឺបងវត្តដែលគាត់ក៏បានឲ្យខ្ញុំចំនួន900រៀលហើយខ្ញុំសូមជូនពរអ្នកទាំងអស់គ្នារកស៊ីមិនបានទៅជាជួបជុំគ្រួសារនិងអាយុយឺនយូរហើយកុំភ្លេចជួយ like និង subscribe ម្នាក់មួយផងបាទព្រោះអីវាជាកម្លាំងចិត្តរបស់ខ្ញុំដែរអេនៅខមមិនមួយទៀតបាទនៅខមមិនមួយទៀតចាប់ផ្ដើមនៅវគ្គទី4របស់យើងក៏បានឃើញថាប្រូនប៉ៃគាត់បានក្តាប់ដៃរបស់គាត់នឹងឡើងតឹងយូរហ្មងហើយចំណែកមើលទៅកាន់មុខរបស់គាត់វិញគឺថាអូនគូយូប៉ៃឡើងហើមខ្ទេចអស់ហើយគាត់ក៏បាននិយាយឡើងថាអើយគូយូនាងចាំតែមើលទៅ3ខែចាប់ពីពេលនេះទៅយើងឲ្យនាងរត់ជង្គង់អនក្បាលដល់បាតជើងរបស់យើងហ្មងហើយអាប៉ៃអឿនប៉ៃរបស់យើងនឹងគឺថាវាបានសម័យថាអូននឹងគឺកើតជាមនុស្សនគរមង្គលរបស់វាអញ្ចឹងមើលទៅដឹងហើយអ្នកគូលោកនឹងគាត់អញ្ចឹងទៀតគឺជើងមួយហើយគាត់ក៏បានសើចដូចជាមនុស្សស្គូតមកចំណែកអាអូនដែលកំពុងតែដើរជាមួយនឹងម៉ែវានៅវិញដល់បានឃើញថាមុខរបស់ទូពើរបស់យើងឡើងហើមអញ្ចឹងគាត់ក៏បាននិយាយថាម៉ាក់មើលនោះគឺជាជូប៉ាជេម៉ាក់របស់វាក៏បានទៅវិញថាអូយមិនបាច់មើលតែកាន់គាត់ទេគាត់គឺជាមនុស្សស្គូតអ្នកគ្នាជូប៉ាជេហ្នឹងគឺទៅជាជ្រូកដែលទៅជាសិស្សប្អូនបងខុងអ្នកគ្នាក្រោយមកទូពើរបស់យើងក៏បានមកដល់កន្លែងដែលគាត់ស្នាក់នៅវិញហើយពេលគាត់បានបើកទ្វារចូលបន្ទប់របស់គាត់ហ្នឹងគាត់ក៏បាននិយាយថាអើយវាហាក់ដូចជាគាត់ហ្នឹងបានចាក់ចេញអញ្ចឹងគឺថាវាគ្មានអ្នកណាគេហ្នឹងគឺបានចាប់អារម្មណ៍ថាគាត់ហ្នឹងគឺបានចំណាយពេលមួយយប់នៅក្នុងគ្រួសារតកោសែវនោះទេប៉ុន្តែនៅពេលដែលគាត់កំពុងតែនិយាយហ្នឹងគឺថាអូនណានស៊ីយូគឺនាងបានមកពីក្រោយគាត់ហើយនាងក៏បាននិយាយនៅក្បែរករបស់គាត់ថាសស្បងតានាងអាចប្រាប់ខ្ញុំបានថាហេតុអីបានជាអ្នកទៅចំណាយពេលមួយយប់នៅក្នុងគ្រួសារតកោសែវអញ្ចឹងនាងបាននិយាយជាមួយនឹងទឹកមុខដ៏គួរខ្លាចទូពណ៌របស់យើងនៅវិញគាត់តែបាននឹកសម្លេងរបស់នាងនៅក្បែរតាជីរបស់គាត់ព្រាមធ្វើឲ្យគាត់នៅរងភ័យហ្មងបែកញើសរងជោគហើយគាត់ក៏ដឹងផងដែរថាគាត់ដឹងតែមនុស្សខ្លួនហើយនៅពេលនេះភងគឺថាទៀហរង្គើខ្ទេចហ្មងអត់តន់ខ្ទេចទេបាទអត់តន់ខ្ទេចទេគាត់តែវាអង្គើអញ្ចឹងមើលដឹងហើយបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាត់មកនៅពេលថ្ងៃត្រង់នៅពេលនេះនៅក្នុងព្រៃមួយយើងក៏បានឃើញថាមីអូនគូយូជាមួយនឹងអ្នកការពាររបស់នាងកំពុងតែចាំទូពើហើយមីអូនគូយូនាងក៏បាននិយាយថាចុះមកប៉ាត់អីក៏មកយូតម៉េះហើយអ្នកការពាររបស់នាងនៅក្បែរនាងកំពុងតែប្រើនៅតិចនៃការលួចមើលដោយការវិទី2ហ្នឹងក៏បាននិយាយផងដែរថាជាមួយនឹងមនុស្សម្នាក់ទៀតទំហំតិចនៃការលួចមើលហ្នឹងក៏ត្រូវតែពង្រីកផងដែរគាត់តែគាត់និយាយឲ្យព្រាមទូពើរបស់យើងក៏បានមកដល់ព្រាមមកជាមួយនឹងបងរំនៅពេញខ្លួនរបស់គាត់ហាក់ដូចជាម៉ាមីអញ្ចឹងហើយគាត់ក៏បានតទៅវិញថាជាមួយនឹងមនុស្សម្នាក់ទៀតថាមកពលក៏វាកាន់តែខ្លាំងដែរតើអត់ចំណែកបងអូនគូយូវិញយើងមើលទៅកាន់ទឹកមុខរបស់នាងទៅហាក់ដូចជានាងគឺមិនទាន់បាត់ខឹងទូពើរបស់យើងទេអ្នកគ្នាមើលទៅកាន់អានយូណានកូពីដែលនៅក្បែរទូពើរបស់យើងអូយអង្គុយស្រឡាញ់ហ្មងហើយសាក់រឿងរបស់យើងក៏បានបង្ហាញពីផ្ទះមួយបើម្នាក់គាត់បានដើរចូលទៅផ្ទះដែលនៅមុខគាត់ហ្នឹងគាត់បានទៅដល់គាត់ក៏បានបើកទ្វារហើយក៏បាននិយាយថាសើមកតើរបួសរបស់អ្នកហ្នឹងតើវាយ៉ាងម៉េចហើយប៉ុន្តែគាត់បាននិយាយឲ្យព្រាមគឺថាគាត់គឺបានឃើញអ្វីមួយដែលធ្វើឲ្យគាត់មិនមែនការវិញអបអើហ្មងគឺថាអូនសៀវយិនកូពីហ្នឹងវាកំពុងតែប្រើភ្លើងនៃភាពសេកឃ្លានដើម្បីចម្រាញ់យកនៅសាកសោតរបស់ចចកមួយខ្ញុំសូមហៅអាទឹកនៃភាពសេកឃ្លានហ្នឹងថាជាភ្លើងនៃភាពសេកឃ្លានហ្មងទៅវាសមជាងឃើញបែបហ្នឹងបើម្នាក់ហ្នឹងក៏បានស៊ូទៅកាន់សៀវមកថាសៀវមកតែឯងកំពុងតែធ្វើស្អីហ្នឹងចឹងអាកូនសៀវមកវាក៏បានតទៅវិញជាមួយនឹងស្នាមញញឹមនៅលើមុខរបស់វាថាអូខ្ញុំមកគឺកំពុងតែចម្រាញ់យកនៅសាកសពបិសាចចកពណ៌ប្រផេះនេះដើម្បីមកព្យាបាលរបួសរបស់ខ្ញុំហើយវានឹងក៏បានបន្ថែមទៀតថាខ្ញុំទៅតែនិយាយថាចចកប្រផេះដែលអ្នកបានបំញ្ញមកគឺវាពិតជាល្អខ្ញុំឃើញអ្នកគ្នាសៀវមកវាក៏បាននិយាយអំពីឈ្មោះរបស់ប្រហែលអ្នកនឹងផងដែរថាប្រហែលអ្នកនឹងក៏មានឈ្មោះថាចាងសានអញ្ចឹងណាចំណែកចាងសានវិញក៏បានចដៃរបស់គាត់ដកដាងហើយក៏បាននិយាយថាសៀវមកឈប់ព្រាមនេះវាគឺជាលុយដើម្បីទិញថ្នាំឲ្យម្ដាយរបស់យើងគាត់ចង់មានន័យថាអន្តចកហ្នឹងគឺទុកយកលុយដើម្បីទិញថ្នាំឲ្យម្ដាយរបស់គាត់រួចហើយក៏បានស្ទុះទៅកាប់សៀវមកប៉ុន្តែសៀវមកវាក៏បានយកដៃរបស់វានឹងយកទៅទប់ជាប់ហើយសៀវមកវាក៏បានតទៅវិញថាវាគន់តែជាបិសាចចកពណ៌ប្រផេះតែប៉ុណ្ណោះហេតុអីបានជាពួកយើងហ្នឹងគឺមិនប្រមាញ់យកវាមួយទៀតទៅចឹងចាងសានណាគាត់ក៏បានតទៅវិញថាម្ដាយរបស់គាត់គឺត្រូវការថ្នាំមកជារៀងរាល់ថ្ងៃហើយថ្នាំដែលទទួលបានពីចចកហ្នឹងគឺវាអាចជួយទាស់ទងស្ថានភាពរបស់ម្ដាយរបស់គាត់រហូតដល់តែរបួសរបស់ប្អូនស្រីរបស់គាត់ជាមួយនឹងគាត់បានជារួចហើយពួកគេគឺនឹងទៅប្រមាញ់យកចចកហ្នឹងមួយទៀតនិយាយរួចហើយគាត់ក៏បានដកថយមកក្រោយបន្តិចហើយក៏បាននិយាយបន្ថែមទៀតថាប៉ុន្តែឯងគឺបានបំផ្លាញគ្រប់យ៉ាងអើយឯងគឺជាមនុស្សដែលគ្មានបដងយើងគឺពិតជាស្ដាយគាត់ខំតែក្នុងការជួយទៅកាន់ឯងសៀមមកគាត់តែបានលើគេហៅថាជាមនុស្សដែលគ្មានបដងព្រាមនោះវាក៏បានតម្រាទឹកមុខចោលហើយក៏បាននិយាយឡើងថាចាងសានពីមុនហើយយើងគឺពិតជាដឹងគុណឯងខ្លាំងមែនទែនប៉ុន្តែឥឡូវឯងគឺព្យាយាមសម្រាប់យើងដោយសារតែរឿងបន្តិចបន្តួចប៉ុណ្្នឹងសោះ
ចឹងហើយកុំបន្ទោសយើងថាជាមនុស្សដែលមិនដឹងគុណណាវាបាននិយាយជាមួយនឹងទឹកមុខបែបមនុស្សវិកលចរិតនិយាយលុយហើយវាក៏បានបញ្ចេញនៅភ្លើងនៃភាពសេចក្ដីដើម្បីរកតបតកាន់ចាងសាននៅពេលដែលភ្លើងនៃភាពសេចក្ដីក៏បានទៅដល់គាត់ចឹងធ្វើគាត់ឲ្យមានការភ្ញាក់ផ្អើលមកហើយគាត់ក៏បានចេះទៅកាន់សៀវមកថាសៀវមកអាចោមទៀតហើយសាច់រឿងរបស់យើងក៏បានកាន់មកនៅខាងក្រៅនៅពេលនេះគឺថាម្ដាយរបស់ចាងសានជាមួយនឹងប្អូនស្រីរបស់គាត់នឹងគឺបានលើសំឡេងរំខានអញ្ចឹងហើយពួកគេនឹងក៏បានដើរចូលទៅមើលនៅពេលដែលបានចូលទៅដល់ក្នុងហើយពួកគេនឹងក៏បានឃើញសាកសពរបស់ចាងសានគឺថាទៅបានអាភ្លើងនៃភាពសេចក្ដីនឹងគឺបានបឺតរឿងខ្ទេចហើយឃើញបែបហ្នឹងធ្វើឲ្យប្អូនស្រីរបស់គាត់ជាមួយនឹងម្ដាយរបស់គាត់ហើយមានការភ្ញាក់ផ្អើលហ្មងហើយប្អូនស្រីរបស់ចាងសានណាក៏បានមើលទៅកាន់សៀវម៉ៅដែលនៅក្បែរហ្នឹងហើយក៏បានសួរថាសៀវម៉ៅតើឯងបានសម្លាប់បងប្រុសរបស់យើងមែនសៀវម៉ៅដែលឈរនៅក្បែរហ្នឹងគេក៏បានតបទៅវិញថាខ្ញុំគឺមិនចង់សម្លាប់គាត់ទេប៉ុន្តែគាត់គឺលើកដាក់ខ្លួនគាត់តែប៉ុណ្ណោះហើយប្អូនស្រីរបស់ចាងសានណាក៏បាននិយាយបន្ថែមទៀតជាមួយនឹងទឹកភ្នែកនៅលើមុខរបស់នាងថាសៀវម៉ៅអាមនៅនឹងមុខគុណយើងគឺនឹងសម្លាប់ឯងម្ដាយរបស់ចាងសានដែលកំពុងតែយំនៅក្បែរនាងហ្នឹងក៏បាននិយាយឡើងថាសឿកូនគឺវាយពីនាងគាត់ទេហើយនាងក៏បាននាំសឿចេញពីទីកន្លែងហ្នឹងពួកអីគឺនាងបានដឹងថាបើសិនជានាងឲ្យកូនស្រីរបស់នាងធ្វើតែកំណោលអញ្ចឹងគឺថាសៀវម៉ៅគឺអាចនឹងសម្លាប់កូនរបស់នាងម្នាក់ទៀតអាសៀវម៉ៅវាក៏បានក្រេកទៅមើលការចាក់ចេញរបស់ពួកគេផងដែរហើយក៏បាននិយាយជាមួយនឹងស្នាមញឹមបែបមនុស្សវិកលចរិតថាអូកុំខ្លាចអីខ្ញុំសៀវម៉ៅគឺជាមនុស្សដែលមានគុណធម៌បំផុតហើយខ្ញុំគឺនឹងមិនសម្លាប់មនុស្សដែលមិនដឹងខ្យល់អីនោះទេចំណែកពួកគេទាំង4ដែលកំពុងតែមើលនៅវិញក៏មានការភ្ញាក់ផ្អើលហ្មងហើយម៉ូនរ៉ានស៊ីយូនៅវិញគឺថានាងទូបញ្ជាប់ទៀតហើយនាងក៏បានដៀលទៅកាន់អបិសៀវម៉ៅនឹងឡើងមហោហៀហ្មងអូនឿនបៃដែលនៅក្បែរនាងនោះក៏បាននិយាយផងដែរថាអើយដឹងជាមនុស្សដែលមានគុណធម៌អាចគោស្អីទេហើយចំណែកអ្នកការពាររបស់គូយូនៅវិញក៏បានប្រាប់ទៅកាន់អូនគូយូផងដែរថាគឺគាត់នឹងគឺបានប្រាប់ទៅកាន់អូនគូយូថានៅពេលដែលអូនគូយូនឹងគឺបានទៅកាន់គ្រូសាតកោសៀវអញ្ចឹងគឺឲ្យអូនគូយូនឹងរក្សាគម្រិតអំពីអូនសៀវម៉ៅព្រោះអីគឺគាត់ខ្លាចថាអូនសៀវម៉ៅនឹងគឺនឹងធ្វើបាបអូនគូយូជាមួយនឹងអាភ្លើងនៃភាពសេកឃ្លាននឹងអញ្ចឹងឬចឹងអូនគូយូនេះក៏បានតទៅវិញជាមួយនឹងការខកចិត្តចំពោះសៀវម៉ៅបាទខ្ញុំយល់ហើយចុយចាខ្ញុំយល់ហើយនាងក៏បានបន្ថែមទៀតថាតើពួកយើងបាច់មើលស្អីទៀតទេចឹងអ្នកបង្រារបស់នាងក៏បានយល់ព្រមផងដែរចំណែកទូពើរបស់យើងនៅវិញគាត់គឺកំពុងតែមើលទៅកាន់ system ដោយនៅក្នុង system ហ្នឹងគឺវាបានដាក់ថាគូយូគឺមានការខកចិត្តយ៉ាងខ្លាំងចំពោះសៀវម៉ៅអញ្ចឹងហើយ point សំណាងរបស់អូនសៀវម៉ៅគឺបានដករហូតដល់ 3000 ឯណោះហើយទូពើរបស់យើងក៏ទទួលបាន point សំណាងចំនួន600ហើយ villain point ចំនួន 30000 នោះពិតជាច្រើនខ្លាំងមែនទែនឃើញចឹងអូននេះបៃវាក៏បាននិយាយទៅសប្បាយចិត្តថាអើយខ្ញុំគឺបានសំណាយ villain point យ៉ាងច្រើនទៅលើអូនគូយូហើយគឺថានាងគឺពិតជាមិនធ្វើខ្ញុំខកចិត្តពិតមែនបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកនៅពេលយប់នៅពេលនេះយើងក៏បានឃើញថាទូកហោះមួយកំពុងតែហោះចឹងណាហើយនៅក្នុងទូកហោះហ្នឹងវិញវាហ្នឹងគឺជាបរិយាប័យរបស់យើងឯងដែលគាត់គឺកំពុងតែអង្គុយនៅមាត់ពួយហើយក៏បានគិតផងដែរថាក្នុងគណៈពេលនេះគឺថាសៀវម៉ៅគឺមិនមានឈីសំណាងអីដើម្បីឲ្យគាត់នឹងដណ្ដើមយកទៀតទេអញ្ចឹងនៅពេលដែលគាត់គឺត្រឡប់ទៅកាន់នៃកាយវិញហ្នឹងតើគាត់នឹងទៅបកលុំជាមនៅឯណាទៀតគាត់ចង់និយាយថាតើគាត់នឹងទៅរក point នៅណាចឹងអ្នកគ្នាសង្ឃឹមថានាងនឹងយល់មិនមែនសង្ឃឹមថានាងនឹងយល់ទេសង្ឃឹមថាអ្នកគ្នានឹងយល់ពួកខ្ញុំនិយាយមិញហ្នឹងគឺនិយាយច្បាស់ហើយបើនិយាយទៅវាចុយចាញ់មកពីការហ្នឹងគាត់បានក៏លេចភ្នែកទៅឃើញបងគូយូនឹងមិននៅក្នុងបន្ទប់របស់គាត់បណ្ដាគាត់នឹងក៏ភ្ញាក់ហើយគាត់នឹងក៏បានលើកដៃយកទៅកាន់នាងហើយក៏បានស្រែកសួរនាងមួយទំហឹងបងគូយូដែលកំពុងតែអង្គុយនៅលើក្រេរបស់គាត់នឹងនាងក៏បានតទៅវិញថាអូខ្ញុំគឺទៅរាប់ទៅកាន់និកាយជាមួយនឹងអ្នកហ្នឹងហើយនិយាយចេះចង់ជាប់មាត់ចឹងហើយតប៉ែចុយចឹងបើរៀនបៃរបស់យើងក៏បានរៀបពីរបស់គាត់វិញហើយក៏បាននិយាយឡើងថាទៅកាន់និកាយជាមួយនឹងខ្ញុំវិញប៉ុន្តែអ្នកនាងឯងគឺមិនមែនជាសិស្សរបស់និកាយជិញយន្តរបស់ខ្ញុំទេណាហើយក៏អាវិញនឹងទៀតដោយការចាក់ចេញពីតកោសៀវដោយបែបហ្នឹងចឹងតើអ្នកមិនខ្លាចថាសៀវម៉ៅកើរបស់អ្នកនឹងមកតាមរកអ្នកទេមែនណាគូយូគាត់តែបានរៀនបៃនិយាយអំពីសៀវម៉ៅចឹងនាងក៏បានតម្លាក់ទឹកមុខចោលឃើញនាងតម្លាក់ទឹកមុខចោលចឹងរៀនបៃដែលជាប្រុសស្មោះរបស់យើងណាគាត់ក៏បាននិយាយចិត្តរបស់គាត់ថាមើលទៅហាក់ដូចជាអូនគូយូនឹងគឺនៅតែមានអារម្មណ៍ចំពោះអូនសៀវម៉ៅនឹងនៅឡើយទេប៉ុន្តែខាងមកដល់របស់នាងវាក៏ជារឿងល្អផងដែរសម្រាប់ឲ្យខ្ញុំនឹងគឺធ្វើបំពេញថែរបស់ system ចឹងណាហើយគូយូដែលកំពុងតែតម្លាក់ទឹកមុខចោលហ្នឹងនាងក៏បាននិយាយថាខ្ញុំដឹងថានេះគឺនឹងលេងសើចជាមួយនឹងខ្ញុំចំណែកទូពើរបស់យើងវិញគាត់ក៏បានដើរទៅចិត្តនាងបងគូយូនិយាយហើយនាងក៏បានហូរទឹកភ្នែកទូពើរបស់យើងក៏បានលូកដៃទៅចាប់ធ្គាមរបស់នាងលើកឡើងហើយគាត់ក៏បាននិយាយឡើងថាអូយគូយូមើលតើនាងគឺយំដូចជាកូនក្មេងនៅទៅនឹងកើតចឹងហើយក៏បានបន្ថែមថាខ្ញុំគឺមិនមានម្ដងដើម្បីចំអកអ្នកទេប៉ុន្តែខ្ញុំគ្រាន់តែចង់រំលឹកអ្នកថានៅពេលអ្នកបានទៅដល់ទឹកដីរបស់ខ្ញុំហើយតើអ្នកមិនខ្លាចថាខ្ញុំគឺនឹងញ៉ាំអ្នកទេមែនណាអ្នកគ្នាវាយល់នេះហ្នឹងហើយមិនបាច់ចាំខ្ញុំបកស្រាយច្រើនទេបាទដោយការនេះអញ្ចឹងតាមអូនគូយូ system វាក៏បានឲ្យ point ទៅកាន់ទូពើរបស់យើងចំនួន500ផងដែរឬចឹងអូនគូយូនេះ20ម៉ោងហើយអ្នកក៏បាននិយាយថាអ្នកតើអ្នកហ៊ានហ៎បាទគឺថាទូពើរបស់យើងគាត់ពិតជាហ៊ានពិតមែនបាទគឺគាត់នឹងចាំអូននឹងផ្ដួលទៅលើគេបាទទៅហើយអដកបាទហើយដកបាទដែរ
ហើយទូពរបស់យើងណាក៏ក៏បាននិយាយថាហេតុអីមិនជាខ្ញុំមិនហ៊ានណា system នឹងវាក៏បានបោកភ័យឲ្យគាត់នឹងចំនួន500ផងដែរហើយចំណាយមកអូនគូយូរទៅបានទូពរបស់យើងបដូរទៅនឹងគេនេះវិញអ្នកក៏បាននិយាយទាំងអៀនថាហើយអ្នកគឺបានឃើញគ្រប់អ៊ីងនៃរាងកាយរបស់ខ្ញុំអស់បាត់ទៅហើយអ្នកគ្នាចាំមកនៅពេលដែលទូពរបស់យើងបានជួយមកអូននឹងបង្កើននៅគាត់ពុញនិភាពស្អីឃើញណោះហើយ system នឹងវាក៏បានរត់មកផងដែរថា mission ដែលឲ្យគាត់នឹងដណ្ដើមគូយូចេញពីសៀវមកនឹងគឺទៅតែបាន35%ទេឃើញចឹងទូពរបស់យើងសឹងជុំស្អីគេបានតែ35%ឯងប៉ុន្តែសតពេលហ្នឹងសម្លេងចានក៏បានធ្វើឲ្យអូននៅអាន CU ដែលបានបើកទ្វារចូលមកមិញគឺនាងបានឃើញយើងធ្វើនាងមានការភ្ញាក់ផ្អើលហ្មងនាងក៏បាននិយាយថាសិស្សបងនេះអ្នកហើយនាងក៏បានរុកដៃទៅដកដាវរបស់នាងទូពរបស់យើងដែលបានដឹងពីចំហាយរបស់នាងធ្វើគាត់អូចោលបាត់ហើយអញហើយសុំខ្វាញ់អ្នកគូហ្មងនៅអាន CU នាងក៏បានដកដាវរបស់នាងចេញពន្លឺយ៉ាងចាំងចាយហ្មងឈវិញអត់ទេមើលខ្ញុំច្រឡំមកតើអូននឹងគឺអត់ទាន់បានកាប់ទេដោយនាងនឹងគឺបានស៊ូទៅកាន់ទូពរបស់យើងថាតើមកអូនគូយូនឹងចង់មានន័យថាម៉េចដោយថាទូពរបស់យើងនឹងគឺបានឃើញគ្រប់អ៊ីងនៃរាងកាយរបស់នាងអញ្ចឹងណាទូពរបស់យើងនៅវិញក៏បានតតទាំងភ័យវិញថាអូយសិស្សបងស្រីស្ដាប់ការបកស្រាយរបស់បងសិនស្ដាប់ការបកស្រាយរបស់បងសិនប៉ុន្តែគឺអត់ទេបានគឺថាអូននឹងដាក់ផាំងយកហ្មងយេមែនខ្ញុំនិយាយជាជាប់មករហូតនេះអើយហើយស្ថិតតែពេលទូពរបស់យើងកំពុងតែព្យាយាមរត់គេចអំពីអូននៅអាន CU នោះក៏មានបំផ្ទុះមួយនៅពីក្រោយនោះយ៉ាងមកតំហឹងយកហ្មងបាំងឃើញមកដឹងគូយូជាមួយទូពរបស់យើងក៏បានក៏ទៅមើលចំណែកអូននៅអាន CU វិញគឺថានាងកំពុងតែមើលទៅកាន់អូនគូយូដល់កទូពរបស់យើងក៏បានបន្លឺសម្លេងថាអណ្ដាតភ្លើងនេះវាគឺជាភ្លើងថ្មហើយថារបស់យើងក៏បានបង្ហាញអំពីស្អីគេដែលបានបង្កើតការបំផ្ទុះមួយនឹងផងដែរនេះមើលទៅហាក់ដូចជាអ្នកប្រយុទ្ធពីអាវកោថ្មចុយមែនទេដូចដៃនេសើអូតាមពិតគាត់សេរ៉ាកូពីសោះហើយអាសត្វស្អីគេដែលដូចគាត់សេរ៉ាហ្នឹងមើលទៅហាក់ដូចជាមិនដូចគាត់សេរ៉ាសោះហ្នឹងវានឹងគឺមានឈ្មោះថា Super Crossbone Dragon ហើយវានឹងគឺជាសត្វដែលស្ថិតនៅក្នុងកម្រិតកម្ពស់នៃ Foundation Establishment ដែលអាសត្វហ្នឹងគឺវាចូលចិត្តនៅក្នុងការវាតបាក់យកនៅរ៉ែនៅគ្នារ៉ែផ្សេងៗអញ្ចឹងណាហើយវានឹងក៏មានគល់ពូជដែលគេហៅវាថាគល់ពូជភ្លើងថ្មដែលអាគល់ពូជហ្នឹងគឺវាមានកម្រិតទាបជាងគល់ពូជភ្លើងចម្លែកអញ្ចឹងណាហើយអាភ្លើងចម្លែកហ្នឹងគឺវាមានម៉ានខ្ញុំភ្លេចបាត់ហើយដឹងថាមួយគឺនៅអាអូនសៀវម៉ៅអញ្ចឹងណាហើយអ្នកនិពន្ធហ្នឹងក៏បានរៀបរាប់អំពីអាសត្វហ្នឹងថាវាមានស្បែកតាននៃអីអញ្ចឹងទៅប៉ុន្តែខ្ញុំខ្ជិលរៀបរាប់ណាអាសត្វ Super Crossbone Dragon ហ្នឹងវាក៏បានពូភ្លើងហ្នឹងដាក់ទៅកាន់ដើមឈើមួយហើយនៅពីក្រោយដើមឈើហ្នឹងគឺមានអាកូនទូចស្អីគេនេះគឺថាខ្ញុំមើលមិនដឹងថាវាជាសត្វស្អីទេហើយវាហ្នឹងក៏បានសើចថាយ៉ាអញ្ចឹងទៅអាកូនទូចហ្នឹងដោយសារតែវាខ្លាចពេកវាក៏បានបិទភ្នែកហើយពេលហ្នឹងក៏មានសម្លេងមួយក៏បាននិយាយថាណែស៊ីអានេះផាំងបានមួយសន្ទុះសម្លេងហ្នឹងក៏បានស្ងាត់អាកូនទូចហ្នឹងវាក៏បានបើកភ្នែកឡើងវិញហើយវាហ្នឹងក៏បានអឺតមើលដោយវាហ្នឹងក៏បានឃើញថាអ្នកក្លាហានរបស់យើងហ្នឹងគឺបានវាយទៅកាន់អា Super Dragon Crossbone ស្អីគេហ្នឹងបាត់ហើយចុយហៅឈ្មោះខុសវិញមែនដោយអាកូនទូចហ្នឹងគឺបានឃើញថាទូពរបស់យើងហ្នឹងគឺបានវាយទៅកាន់អាសត្វចម្លែកហ្នឹងងាប់បាត់ទៅហើយបាទហើយទូពរបស់យើងដែលកំពុងតែឈរនៅលើសាកសពរបស់សត្វចម្លែកហ្នឹងគាត់បានមើលទៅកាន់សាកសពសត្វចម្លែកហ្នឹងហើយក៏បាននិយាយឡើងថាគ្រូរបស់គាត់ហ្នឹងគឺចូលចិត្តអាហ្នឹងចឹងទៅចឹងហើយគាត់នឹងយកអាសាកសពហ្នឹងយកឲ្យគ្រូរបស់គាត់អីចឹងណាយកធ្វើជាកាដូឲ្យគ្រូរបស់គាត់មិញចាផ្លេចហ្មងតប៉ែអូប្រាប់អ្នកគ្នាឲ្យហ្មងទៅគឺថាគ្រូរបស់គាត់គឺជាមនុស្សស្រីអ្នកគ្នាចំណែកអូនទូចនេះវិញវាគឺបានឃើញចឹងវាក៏បានរត់មកថាយ៉ាវានឹងក៏បានមើលទៅកាន់ទូពរបស់យើងជាមួយនឹងភ្នែកឡើងងំភើបហ្មងយ៉ាគេបន្លឺសម្លេងចឹងដល់កអូខេអ្នកគ្នាវគ្គទី4របស់យើងគឺចប់ត្រឹមតែប៉ុណ្្នឹងហើយគឺថាគិតមិនដែរសម្រាប់ការសម្លាយមីហ្នឹងខ្ញុំធ្វើខុសយ៉ាងច្រើនដែរហើយក៏និយាយអត់សូវលឺទៀតមែនធ្វើខុសខ្ញុំធ្វើបានល្អណាស់ខ្ញុំនិយាយត្រង់គឺខ្ញុំល្អហ្មងហើយក៏ជា post មកហូបដល់ពិភពលោកទៀតមកបាយអ្នកគ្នាសុំថើបសុំអបហើយតោះបាយ